រាត្រីសួស្តីលោកអ្នកនាងកញ្ញាប្រិយមិត្តចាស់ថ្មីដែលកំពុងតាមដានស្ដាប់រឿងខ្មោចជាបន្តទៅទៀតនេះខ្ញុំមានរឿងពិតខ្លីមួយពីប្អូនស្រីម្នាក់ឈ្មោះណាវីចង់ចែករំលែកទៅដល់ប្រិយមិត្តយើងបានស្ដាប់កំដរអារម្មណ៍រឿងរបស់គាត់មានចំណងជើងថាខួបកំណើតដ៏ព្រឺព្រួចសួស្តីលោកអ្នកស្ដាប់ជាទីគោរពរាប់អានថ្ងៃនេះខ្ញុំចង់ចែករំលែករឿងពិតផ្ទាល់ខ្លួនមួយដែលបានកើតឡើងចំពោះខ្ញុំកាលពីឆ្នាំ2015ខ្ញុំជាអ្នកខេត្តកណ្ដាលហើយកាលនោះមានរសៀលមួយដែលត្រូវជាថ្ងៃខួបកំណើតរបស់ខ្ញុំ18ឈានចូល19ខ្ញុំក៏បានងូតទឹករៀបចំខ្លួនដើម្បីចេញទៅដើរលេងជាមួយនឹងមិត្តភក្តិដោយពួកគេបានទូរស័ព្ទមកនិងប្រាប់ថាឲ្យខ្ញុំជិះម៉ូតូទៅយកពួកគេហើយពួកគេនឹងប៉ាវខ្ញុំញ៉ាំអីបន្ទាប់ពីប្រាប់ម៉ាក់ត្រឹមត្រូវរួចអស់ហើយខ្ញុំក៏ទាញម៉ូតូជិះចេញដើម្បីទៅផ្ទះមិត្តភក្តិមិនដឹងយ៉ាងម៉េចទេម៉ូតូ Ascopy 015ថ្មីចាស់ទើបតែនឹងទិញមិនទាន់បានកន្លះឆ្នាំផងវាបែរជាដេរមិនឆេះទោះបីជាខំធាក់ខំដេរយ៉ាងម៉េចក៏មិនឆេះដែរម៉ាក់ខ្ញុំដែលជាមនុស្សចាស់ពេលឃើញបែបហ្នឹងគាត់ក៏យល់ថាវាជាប្រផ្នូលមិនល្អគាត់មិនបាននិយាយអ្វីទេអំពីការយល់ឃើញរបស់គាត់ហ្នឹងប៉ុន្តែគាត់បានឃាត់មិនឲ្យខ្ញុំចេញទៅឡើយតែខ្ញុំនេះវាក្បាលរឹងឯម៉ាក់ខ្ញុំគាត់ស្លូតពេកគាត់មិនដែលជំទាស់នឹងចិត្តកូនទេទោះជំទាស់ក៏មិនដែលឈ្នះកូនដែរដល់អញ្ចឹងខ្ញុំក៏សម្រេចបណ្ដើរម៉ូតូនឹងទៅរកជាងដែលជាងនៅមិនឆ្ងាយពីផ្ទះខ្ញុំប៉ុន្មានទេបើតាមស្មានប្រហែល50ទៅ60ម៉ែត្រពីផ្ទះខ្ញុំប៉ុណ្ណោះអ្វីដែលចម្លែកពេលទៅដល់កន្លែងជាងបែរជារកកំហូចមិនឃើញដល់ពេលសាកបញ្ឆេះលោមើលវាក៏ដំណើរការធម្មតាដល់អញ្ចឹងខ្ញុំក៏ចេញដំណើរសម្ដៅទៅយកមិត្តរបស់ខ្ញុំទាំងពីរនាក់ដែលជាមិត្តស្និទ្ធស្នាលនិងសន្យាថាប៉ាវខ្ញុំញ៉ាំអីនោះឯងពេលបានជុំគ្នាហើយពួកយើងក៏ជិះឡើងទៅភ្នំពេញចូលញ៉ាំអីក្នុងហាងនិងទិញនេះទិញនោះរហូតដល់ម៉ោង 7-9 យប់ទើបពួកយើងវិលត្រឡប់មកវិញជិះបានជាងពាក់កណ្ដាលផ្លូវពួកយើងក៏ជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដែលពេលហ្នឹងខ្ញុំឃើញស្អីគេទេខ្មៅស្រមោលហាក់ដូចជាឆ្កែអញ្ចឹងតែវាធំជាងឆ្កែខ្ញុំគិតមិនទាន់ក៏បុកវាទៅក្រោយពេលបុករួចខ្ញុំក៏បាត់បង់ស្មារតីមួយផ្លែតលុះដឹងខ្លួនវិញក៏មានអារម្មណ៍ឈឺជើងមូលហេតុគឺមកពីខ្ញុំបានបាក់កជើងបាត់ទៅហើយតែចម្លែកអីមិត្តខ្ញុំទាំងពីរដែលជិះពីក្រោយនោះពួកគេបែរជាមិនកើតអីទៅវិញប៉ះទង្គិចតិចតួចតែមិនចាញ់ឈាមទេពេលនោះអ្នកដំណើរដែលឈប់មើលគេចង់ហៅឡានពេទ្យឲ្យខ្ញុំដែរតែមិត្តខ្ញុំថាចាំគេជូនទៅព្រោះគេថាឡានពេទ្យយកថ្លៃណាស់ក្រោយពេលមិត្តជិះម៉ូតូខ្ញុំដឹកខ្ញុំទៅដល់ពេទ្យខ្ញុំក៏ជួបរឿងមួយគឺខណៈពេលកំពុងលាងរបួសក្រឡេកមើលទៅមាត់ទ្វារស្រាប់តែឃើញម៉ាក់កំពុងតែឈរតោងទ្វារមើលមកតែចម្លែកត្រង់ថាគាត់ស្លៀកសម្លៀកបំពាក់សដូចជាយាយជីអញ្ចឹងខ្ញុំមិនបានចាប់អារម្មណ៍អីទេគិតថាគាត់ត្រូវបានគេហាមមិនឲ្យចូលកំឡុងពេលដែលពេទ្យកំពុងធ្វើការបន្ទាប់ពីរួចរាល់ម៉ាក់ក៏ចូលមកមើលហើយគាត់ជុំបណ្ដើរដើរមកបណ្ដើរស្ដីបន្ទោសឲ្យខ្ញុំបណ្ដើរតែខ្ញុំសង្កេតឃើញថាគាត់មិនមែនស្លៀកសម្លៀកបំពាក់សដូចដែលឃើញមុននេះទេដល់អញ្ចឹងខ្ញុំក៏សួរម៉ាក់ថាហេតុអីគ្រាន់តែមកពេទ្យមើលកូនសោះចាំបាច់បដូរខោអាវពី3ឈុតហើយមុននេះហេតុអីបានជាស្លៀកពាក់ពណ៌សអញ្ចឹងមើលទៅចម្លែកខ្លាំងណាស់ម៉ាក់គាត់ឆ្ងល់នឹងសំណួរនោះមែនទែនគាត់និយាយថាម៉ាក់ទើបតែមកដល់មុននេះទេហើយម៉ាក់អត់មានស្លៀកពាក់ពណ៌សស្អីឡើយកំឡប់ពេកដល់ពេលឮគាត់និយាយបែបហ្នឹងខ្ញុំក៏ចាប់ផ្ដើមនឹកឃើញទៅដល់រូបរាងម៉ាក់ដែលស្លៀកសពាក់សនោះគឺពេលហ្នឹងគាត់មើលមកខ្ញុំដោយទឹកមុខស្មើចម្លែកម៉ាក់ខ្ញុំដែលស្លៀកពាក់ធម្មតានេះវិញគ្រាន់តែឃើញអាការៈខ្ញុំគឺគាត់យំតាំងពីមាត់ទ្វារម្លេះឬមួយមកពីខ្ញុំត្រូវរបួសហើយរវើរវាយមើលឃើញអ្វីផ្ដេសផ្ដាស់ទេដឹងដោយយល់ថាបែបហ្នឹងខ្ញុំក៏មិនបានចាប់អារម្មណ៍អ្វីបន្តទៀតដែរ
យប់នោះម៉ោងប្រហែលជាង11ខណៈកំពុងតែគេងខ្ញុំស្រាប់តែភ្ញាក់ដឹងខ្លួនរួចហើយក៏បានឃើញម៉ាក់ខ្ញុំដែលស្លៀកសម្លៀកបំពាក់ពណ៌សនោះកំពុងតែឈរនៅមាត់ទ្វារមើលមកសាជាថ្មីពេលហ្នឹងខ្ញុំចាប់ផ្ដើមព្រឺក្បាលសំពងតែម្ដងព្រោះអីម៉ាក់ខ្ញុំពិតប្រាកដគាត់កំពុងតែសម្រានដោយអង្គុយលើកៅអីនិងទ្រូបមួយកំណាត់ខ្លួនខាងលើមកលើគ្រែខ្ញុំនេះឯងប៉ុន្តែចម្លែកណាស់គឺពេលហ្នឹងខ្ញុំមិនអាចកម្រើកខ្លួនបានឡើយថាជើងទៅវាមានរបួសប៉ុន្តែដៃទាំងពីរដែលមិនមានបញ្ហាអីផងក៏បែរជាមិនអាចកម្រើករួចដែរកំពុងតែភ័យផងម្នាក់ដែលថាមុខដូចម៉ាក់ហ្នឹងក៏បានដើរចូលមកធ្វើឲ្យខ្ញុំកាន់តែជ្រួលច្របល់ប្រឹងទាំងឈឺជើងរហូតអាចកម្រើកដៃបានខ្ញុំក៏កេះម៉ាក់ឲ្យក្រោកឡើងក្រលៀសភ្នែកមើលទៅម៉ាក់មួយផ្លែតក្រឡេកមើលទៅម្នាក់នោះវិញស្រាប់តែបាត់គេសូនឈឹងតែម្ដងតែក៏ត្រូវភ្ញាក់ថែមមួយកម្រិតទៀតដោយសារមានគ្រូពេទ្យដើរចូលមកដល់ពេលម៉ាក់ខ្ញុំក្រោកឡើងគាត់ក៏មិនបានសួរអ្វីដែរគាត់ស្មានថាខ្ញុំនឹកដាស់គាត់ដោយសារមានគ្រូពេទ្យចូលមកដោយសារជួបរឿងចម្លែកនិងគួរឲ្យខ្លាចអញ្ចឹងហើយខ្ញុំនេះក៏ឆ្លៀតសួរម៉ោងពីអ្នកគ្រូពេទ្យចង់ដឹងថាវាចិត្តព្រឹកហើយឬនៅព្រោះបន់ឲ្យតែព្រឹកនឹងឯងនឹងអាលសុំពេទ្យទៅសម្រាប់ព្យាបាលតនៅឯផ្ទះដោយសារខ្ញុំត្រូវធ្ងន់តែជើងនឹងឯងមានអីគ្រូពេទ្យប្រាប់មកថាម៉ោងមិនទាន់12ទេខ្ញុំពិតជាខកចិត្តមែនទែនហើយក៏បារម្ភផងដែរខ្លាចថានឹងជួបរឿងអ្វីបន្តទៀតព្រោះនៅសល់ម៉ោងច្រើនណាស់ទម្រាំតែមេឃភ្លឺជាក់ស្ដែងរឿងគឺពិតជាមិនទាន់ចប់មែនអាចថារឿងអាក្រក់ដែលកើតឡើងនៅក្នុងថ្ងៃកំណើតវាចប់ហើយប៉ុន្តែនៅក្នុងយប់នោះគឺនៅមិនទាន់ចប់ទេគឺក្រោយពេលព្យាយាមសំងំគេងបានមួយសន្ទុះធំខ្ញុំក៏គេងលក់ទៅខ្ញុំមិនច្បាស់ថាពេលហ្នឹងខ្ញុំយល់សពឬមួយក៏មាននរណាមកនិយាយដាក់ត្រចៀកឡើយគឺពេលហ្នឹងខ្ញុំឮសំឡេងស្រីម្នាក់និយាយដាក់ត្រចៀកខ្ញុំថាតោះទៅជាមួយគ្នាឮសំឡេងនោះហើយវាធ្វើឲ្យខួរក្បាលខ្ញុំនេះគិតអូតូដោយខ្លួនឯងថាវាជាសំឡេងខ្មោចដែលមានបំណងចង់ហៅឲ្យខ្ញុំទៅជាមួយឬនិយាយឲ្យអាក្រក់ស្ដាប់ទៅគឺចង់ឲ្យខ្ញុំស្លាប់ទៅជាមួយគេហើយខ្មោចហ្នឹងអាចជាខ្មោចដែលស្លាប់នៅលើគ្រែដែលខ្ញុំកំពុងសម្រាកផងក៏ថាបានពេលហ្នឹងខ្ញុំនេះភ្ញាក់ខ្លួនព្រឺតតែម្ដងដោយភ័យខ្លាំងពេកខ្ញុំក៏ដាស់ម៉ាក់ឲ្យក្រោកឡើងដើម្បីនិយាយរឿងទាំងអស់នោះប្រាប់គាត់ពេលនោះម៉ោងជិត4ហើយបន្ទាប់មកគាត់ក៏សុខចិត្តក្រោកអង្គុយជជែកលេងជាមួយខ្ញុំនិយាយពីនេះពីនោះរហូតដល់មេឃភ្លឺពួកយើងក៏សុំការអនុញ្ញាតពីគ្រូពេទ្យដើម្បីចាក់ចេញដោយកុហកថាក៏មានសាច់ញាតិជាគ្រូពេទ្យដែរចាំទៅសម្រាប់ព្យាបាលនៅទីនោះវិញហើយបន្ទាប់ពីនឹងមកដូចជាមិនមានរឿងចម្លែកអ្វីកើតឡើងតទៀតនោះទេខ្ញុំឯនេះក្រោយពេលបានធូរស្បើយច្រើនពីអាការៈឈឺជើងក៏ត្រូវម៉ាក់នាំទៅវត្តដើម្បីស្រោចទឹកផងដែរបានរឿងរបស់ប្អូនស្រីក៏បានមកដល់ទីបញ្ចប់ហើយអរគុណលោកអ្នកដែលបានចំណាយពេលស្ដាប់សូមគោរពលាជួបគ្នាវីដេអូបន្ទាប់